ជម្រាបសួរនាងខ្ញុំហ៊ីជាអ្នកចិត្តសាស្ត្រនិងជាអ្នកម្ដាយមួយរូបថ្ងៃនេះនាងខ្ញុំរីករាយដែលបានវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាឡើងវិញរយៈពេល3-4ឆ្នាំចុងក្រោយនេះនាងខ្ញុំជួបរឿងជាច្រើនទាំងរឿងល្អហើយនិងរឿងមិនល្អសម្រាប់រឿងដែលល្អនាងខ្ញុំបានបញ្ចប់ថ្នាក់បណ្ឌិតចិត្តសាស្ត្រព្យាបាលកុមារនិងជំទង់និងទទួលបានកូនជាទីស្រឡាញ់តែពីរអ្នកទៀតក្នុងជីវិតមិនផ្ដល់ឲ្យយើងតែរឿងល្អនោះទេវាតែងតែផ្ដល់នូវការលំបាកជាច្រើនសម្រាប់ខ្ញុំគឺជួបនឹងបញ្ហាប្រឈមនៅពេលទម្ងន់បញ្ហាកូនកើតអត់គ្រប់ខែបញ្ហានៃការបាត់បង់កូនហើយនិងបញ្ហាសុខភាពផ្ទាល់ខ្លួនផងដែរតែទោះបីជាយ៉ាងណាការលំបាកទាំងនេះវាបានជួយឲ្យនាងខ្ញុំអាចយល់កាន់តែច្បាស់អំពីជីវិតនិងគ្រួសារក្នុងការធ្វើជាស្ត្រីម្នាក់វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើជាម្ដាយម្នាក់វាកាន់តែមិនងាយស្រួលតែនៅពេលដែលអ្នកជាម្ដាយផងអ្នកជួបនៅបញ្ហាជីវិតផងវាធ្វើឲ្យដំណើរនេះកាន់តែហត់នឿយកាន់តែលំបាកពេលខ្លះអ្នកអាចមានអារម្មណ៍អស់សង្ឃឹមចង់បោះបង់ឬក៏អារម្មណ៍ឯកោជាដើមប្រសិនតែអ្នកកំពុងតែជួបអារម្មណ៍បែបនេះខ្ញុំចង់ឲ្យអ្នកដឹងថាអ្នកមិនមែនជួបបញ្ហាទាំងនេះតែម្នាក់ឯងនោះទេមានស្ត្រីជាច្រើនទៀតកំពុងតែជួបបញ្ហាដូចអ្នកដែរតែអ្វីដែលសំខាន់គឺការសាងភាពធន់ផ្នែកផ្លូវចិត្តការសាងភាពធន់ផ្នែកផ្លូវចិត្តសំដៅទៅលើសមត្ថភាពដែលអ្នកអាចក្រោកឈរបន្ទាប់ពីជួបបញ្ហាមានឃ្លាមួយដែលវាជាកម្លាំងជំរុញផ្លូវចិត្តរបស់ខ្ញុំគឺនៅពេលដែលអ្នកមិនបោះបង់ក្តីសង្ឃឹមគឺនៅតែមានប្រសិនជាអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមទៀតថាតើនាងខ្ញុំឆ្លងកាត់ការលំបាកដោយរបៀបណាថាតើនាងខ្ញុំសាងភាពធន់ផ្នែកផ្លូវចិត្តដោយរបៀបណាក្នុងនាមជាអ្នកម្ដាយមួយរូបក្នុងនាមជាអ្នកចិត្តសាស្ត្រផងដែរសូមតាមដានលើ Page ហើយនិង YouTube របស់នាងខ្ញុំសង្ឃឹមថាការចែករំលែករបស់នាងខ្ញុំអាចជួយជាគំនិតនិងជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយសូមអរគុណ